វីដេអូនេះឆ្លើយតបនឹងបងប្រុសម្នាក់ដែលគាត់ចង់បានថ្ងៃខែឆ្នាំកំណើតទៅជាទីទៅជាខែឬទៅជាឆ្នាំបាទហើយគាត់ចង់បានជាទម្រង់ជាភាសាខ្មែរតោះឥឡូវយើងចូលធ្វើទាំងអស់គ្នាចេញចូលស៊ីតមួយទៀតយ៉ាចឹងខ្ញុំប្រើប្រាស់រូបមន្ត text ចឹងយើងសរសេរមកស្មើបាទ text value ចឹងគឺជាថ្ងៃខែឆ្នាំកំណើតរបស់យើងហ្នឹងបន្ទាប់មក format text ចឹងបងប្អូន comma មកបើកគ្មិញកដោចឹង format text ដោយសារយើងចង់បានជាភាសាខ្មែរចឹងបងប្អូនអាចប្រើប្រាស់លេខកូដតិចមកចឹងគ្នាបើកដុល្លារដកkm kx បាទ comma 1200បាទបន្ទាប់មកយើង format របស់យើងមកអញ្ចឹងខ្ញុំចង់បានទីយើងប្រើអក្សរ D មែនទេខ្ញុំប្រើ D 2ដងដោយសារខ្ញុំចង់បានលេខ2ខ្ទង់បាទខ្ញុំបិទវិញកណ្ដៅវិញបិទវងចក់វិញមកហើយខ្ញុំ copy វាទុកមួយទៀតដូចគ្នាដែរខ្ញុំផានឹងចូលខ្ញុំដូរតែបាទនេះដោយសារយើងចង់បានជាខែអញ្ចឹងខ្ញុំប្រើ M4 ដងយ៉ាបាទដល់ពេលនេះដូចគ្នាខ្ញុំផាសចូលមួយទៀតមកតែចុច edit វាទៅយើងយកបាទឆ្នាំគឺយើងប្រើអក្សរ Y4 បាទហើយ enter មកតែបន្ទាប់មកយើងទាញវាមកក្រោមមកអូខេអញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្ណឹងអញ្ចឹងបើសិនជាវីដេអូមួយនេះមានសារៈប្រយោជន៍សម្រាប់បងប្អូនអាចជួយ like និងជួយ share ម្នាក់មួយផងបាទសូមអរគុណ